បងប្អូនឆ្ងល់មិនបានមករយៈហ្នឹងគឺខ្ញុំអត់សូវធ្វើវីដេអូខ្ញុំអត់សូវថតវីដេអូដូចពីមុនអីចឹងនិយាយទៅពីមុនដំបងថ្មីនិយាយទៅរៀនអញ្ចឹងអីក៏វាថ្មីដែរហើយមានរឿងខ្លះដែលយើងចង់និយាយយើងចង់ចែករំលែកអីចឹងហើយណាមួយយើងចង់សួរបងតែទៅមុនហ្នឹងគឺសួរដើម្បីយកបទពិសោធន៍ដល់ពេលយើងចាប់ផ្ដើមចេះហើយគឺមានអារម្មណ៍ថាយើងអត់ដឹងត្រូវនិយាយពីអីយើងអត់ដឹងថាត្រូវនិយាយពីអីដែលយើងធ្វើគឺមានតែបង្ហាញស្នាដៃហើយនឹងបង្ហាញពីទឹកដៃទៅឲ្យពួកគាត់មើលទេហើយអញ្ចឹងទៅវាមានអារម្មណ៍ថាវាបាត់យើងពីមុនអីអញ្ចឹងហើយនិយាយមែនខ្ញុំជាយើងធ្វើវីដេអូប្រចាំថ្ងៃដើម្បីនិយាយឬក៏ចែករំលែកឬក៏សួរនាំបងប្អូនទាំងអស់គ្នាដែរប៉ុន្តែយើងវាអត់មានសាច់រឿងដើម្បីត្រូវនិយាយហ្មងខ្ញុំនិយាយមែនហ្មងវាតាំងពីចេះមកខ្លះមកគឺមានអារម្មណ៍ថាវាអស់អីត្រូវនិយាយហ្មងអញ្ចឹងបងប្អូនឃើញអញ្ចឹងពីច្រើនគឺខ្ញុំផុសតែវីដេអូដូចជាតបល់តិចសម្អាតតិចអីហ្នឹងហើយនឹងកាត់សក់ highlight ដូចជាលក្ខណៈធ្វើវីដេអូ highlight បែបពីសក់អត់តន់ស្អាតហើយយើងកាត់ចេញមកទៅវាមិនអីអញ្ចឹងតែវាមិនសូវមានវីដេអូដែលខ្ញុំvoice over និយាយពីនេះពីនោះឬក៏មានចម្ងល់អីទេវាច្រើនគឺវាអត់ដូចមុនពីមុនយើងរៀនថ្មីអញ្ចឹងវាមានចម្ងល់ច្រើនយើងឆ្ងល់ច្រើនអញ្ចឹងយើងសួរច្រើនហើយយើងនិយាយក៏ច្រើនដែរដល់ពេលយើងចាប់ផ្ដើមចេះខ្លះហើយវាលែងមានចម្ងល់ដើម្បីឲ្យយើងសួរទៀតណាវាចាប់ផ្ដើមដល់វេនដែលយើងត្រូវរៀនត្រូវបន្ថែមត្រូវកែប្រែនៅចំណុចដែលយើងខ្វះខាតអញ្ចឹងយើងលែងសួរអាហ្នឹងគឺយើងមើលតាម YouTube ឬក៏យើងមើលតាមគ្រូយើងឬក៏យើងរៀនថែមអីនៅកន្លែងវីដេអូអីអញ្ចឹងណា